រឿងរ៉ាវនៅក្នុងរាត្រីនេះវាបានកើតឡើងជាមួយនឹងបងស្រីម្នាក់ដោយសារតែមានមនុស្សប្រុសម្នាក់ដែលយកចិត្តទុកដាក់ជាមួយនឹងគាត់ស្រឡាញ់គាត់ទើបធ្វើឲ្យគាត់នឹងរៀបការជាមួយនឹងម្នាក់ប្រុសនោះក៏ប៉ុន្តែអ្នកណាទៅដឹងហើយការស្រឡាញ់នោះវាគ្រាន់តែជាការស្រឡាញ់คล้ายៗតែប៉ុណ្ណោះរហូតដល់គាត់បានជួបក៏ដូចជាបានដឹងការពិតធ្វើឲ្យគាត់នឹកស្មានមិនដល់ជាមួយនឹងរឿងដែលមានឈ្មោះថាអំពើស្នេហ៍កម្មជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទ Process ហើយនៅក្នុងរាត្រីនេះផងដែរខ្ញុំមានរឿងរ៉ាវតាក់ទងទៅនឹងអំពើបាបបុណ្យគុណទោសមួយរឿងនឹងលើកយកមកសម្រាប់ជូនពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់នៅក្នុងរាត្រីនេះដែលរឿងរ៉ាវទាំងអស់ហ្នឹងវាបានកើតឡើងជាមួយនឹងបងស្រីម្នាក់ដែលខ្ញុំសូមដាក់ឈ្មោះឲ្យគាត់ថាបងចាន់នីគាត់បាននិយាយប្រាប់ថាហេតុការណ៍ទាំងអស់ហ្នឹងគឺបានកើតឡើងជាមួយនឹងគាត់នៅដើមឆ្នាំ2021នៅក្នុងអំឡុងពេលឆ្នាំនោះក៏ដូចពុកម៉ែបងប្អូនទាំងអស់គ្នាបានដឹងអញ្ចឹងថាវាមានជំងឺ Covid ចូលមកក្នុងប្រទេសរបស់យើងហើយធ្វើឲ្យសេដ្ឋកិច្ចនៅក្នុងប្រទេសវាយ៉ាប់ធ្វើឲ្យអ្នកលក់ដូរហ្នឹងគឺត្រូវបិទតូបហើយបងចានីគាត់ក៏បានបិទតូបដោយសារតែ Covid ហ្នឹងដែររហូតដល់គាត់បានជួបជាមួយនឹងមនុស្សប្រុសម្នាក់ដែលម្នាក់ប្រុសហ្នឹងគឺយកចិត្តទុកដាក់ស្រឡាញ់គាត់តាមចិត្តគាត់គ្រប់យ៉ាងរហូតដល់គាត់បានរៀបការប្រើជីវិតគូជាមួយនឹងម្នាក់ប្រុសនោះក៏ប៉ុន្តែអ្នកណាទៅដឹងថាម្នាក់ប្រុសនោះមិនបានល្អដូចគាត់គិតនោះទេហើយមុននឹងចូលទៅស្ដាប់រឿងរ៉ាវទាំងអស់នោះកុំភ្លេចចុច like subscribe ដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំធ្វើវីដេអូបន្តទៀតផងហើយបើសិនជាមានកំហុសឬក៏ខុសឆ្គងកន្លែងណាមួយនោះក៏សូមអធិស្ឋានអភ័យទោសទុកជាមុនផងអ្វីដែលសំខាន់ក៏កុំភ្លេចចុច share រឿងរ៉ាវមួយនេះឲ្យមិត្តភ័ក្តិអ្នកទាំងអស់គ្នាបានស្ដាប់ផងឲ្យពួកគាត់បានដឹងថាអំពើហើយនឹងវេនហើយនឹងកម្មវាមានពិតតោះឥឡូវកុំឲ្យខាតពេលយូរចូលទៅស្ដាប់រឿងរ៉ាវរបស់យើងទាំងអស់គ្នាដំបូងឡើយខ្ញុំសូមជម្រាបប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាបន្តិចសិនថារឿងរ៉ាវទាំងអស់ហ្នឹងវាបានកើតឡើងជាមួយនឹងបងស្រីម្នាក់ដែលគាត់មានឈ្មោះថាបងចាន់នីគាត់បាននិយាយប្រាប់ខ្ញុំថាហេតុការណ៍ទាំងអស់ហ្នឹងវាបានកើតឡើងជាមួយនឹងគាត់ពិតតែម្ដងកើតឡើងនៅដើមឆ្នាំ2021ដូចខ្ញុំជម្រាបប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាតាំងពីដើមវីដេអូអញ្ចឹងថានៅក្នុងអំឡុងពេលឆ្នាំនោះគឺវាមាន Covid ហើយក៏បានធ្វើឲ្យមនុស្សជាច្រើនម៉ឺននាក់បាត់បង់ជីវិតដោយសារជំងឺមួយនោះមិនត្រឹមតែប៉ុណ្ណោះទេវាប៉ះពាល់ទៅដល់សេដ្ឋកិច្ចនៅក្នុងប្រទេសយើងយ៉ាងខ្លាំងតាមតូបក៏បានបិទដោយសារតែមួយថ្ងៃទៅមួយថ្ងៃមានតែអ្នកឆ្លង Covid ដែរវាអត់ស្រកចុះណាអញ្ចឹងហើយទៅធ្វើឲ្យតូបនីមួយៗហ្នឹងគឺគេបិទបណ្ដោះអាសន្នបងចាន់នីគាត់ក៏ត្រូវគេបិទតូបរបស់គាត់ផងដែរបងចាន់នីគាត់គឺជាអ្នកលក់ប្រេងម្សៅពួករបស់ថែសម្រស់ណាគាត់ក៏បានត្រូវគេបិទបណ្ដោះអាសន្នដែរបន្ទាប់មកបងចាន់នីគឺគាត់អត់ដឹងថាត្រូវធ្វើអីដោយសារតែគាត់អបសុកណាគាត់ក៏បានលេង Facebook ហើយគាត់ក៏បានលេង chat ពេលនោះគាត់ក៏បានជួបជាមួយនឹងមនុស្សប្រុសម្នាក់នោះគឺ chat មករកគាត់លក្ខណៈ chat មកញ៉ែណាតាមពិតទេម្នាក់ប្រុសហ្នឹងគឺមាន friend Facebook ជាមួយនឹងបងចាន់នីយូរមកហើយក៏ប៉ុន្តែបងចាន់នីគាត់អត់បានយកចិត្តទុកដាក់ទេដោយសារតែពេលនោះគឺគាត់យកចិត្តទុកដាក់នៅក្នុងការរកលុយអត់ខ្វាយខ្វល់អត់ចំណាយពេលជាមួយនឹងអ្នកណាទេម្នាក់ប្រុសនោះក៏បានឆាតមករកគាត់បងចានីគាត់ក៏បានចូលទៅ check មើល profile គាត់ឃើញថាម្នាក់ប្រុសហ្នឹងតាមពិតទៅ
មិនមែនជាមនុស្សប្រុសសង្ហាអីទេមកប្រៀបធៀបមួយគាត់វាអត់សមនឹងគ្នាអាចនិយាយថាពេលនោះគាត់រៀងរើសដែរដោយសារតែជីវិតរបស់មនុស្សម្នាក់ៗគឺគាត់មានសិទ្ធិរើសគូជីវិតរបស់គាត់ហ្នឹងហើយគាត់ក៏រៀងរើសដែរណាដោយសារតែគាត់ជាមនុស្សស្រីដែររៀងស្អាតដែរអញ្ចឹងទៅគាត់ក៏រៀងរើសអើងគាត់ថាមើលទៅអត់សមនឹងគាត់ទាំងឋានៈទាំងមុខមាត់មើលទៅដូចអត់សមនឹងគាត់ក៏ប៉ុន្តែម្នាក់ប្រុសហ្នឹងក៏តែងតែឆាតមកញ៉ែគាត់សួរសុខទុក្ខអីចឹងទៅបងចាន់នេះគាត់ក៏ឆ្លើយទាំងមិនសូវពេញចិត្តសួរមួយម៉ាត់ឆ្លើយមួយម៉ាត់រហូតដល់មានថ្ងៃមួយម្នាក់ប្រុសនោះក៏បានសួរថាបងចាន់នេះស្នាក់នៅកន្លែងណានៅខេត្តណាអីចឹងទៅបងចាន់នេះគាត់ក៏បានប្រាប់គាត់ថាគាត់នៅភ្នំពេញចៃដន្យខ្លាំងមែនទែនម្នាក់ប្រុសនោះក៏នៅភ្នំពេញដែរហើយម្នាក់ប្រុសនោះក៏បានសួរបន្ថែមទៀតថាអូខ្ញុំនៅភ្នំពេញដែរតាចង់បានអីអត់ចាំខ្ញុំទិញទៅផ្ញើបងចាន់នេះគាត់ក៏និយាយលេងៗថាគាត់ចង់បានស្រោមទូរស័ព្ទក៏ប៉ុន្តែនៅក្នុងបំណងរបស់គាត់អត់ចង់បានទេគាត់តែនិយាយលេងណាតែអ្នកណាទៅដឹងថាម្នាក់ប្រុសហ្នឹងគាត់មកមែនតើម្នាក់ប្រុសហ្នឹងគឺបានជិះម៉ូតូមករកបងចាន់នេះដល់ផ្ទះស្ដាប់មកដល់ចំណុចនេះពុកម៉ែបងប្អូនទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថាហេតុអីបានបងចាន់នេះគាត់ប្រាប់ទៅកាន់ម្នាក់ប្រុសហ្នឹងទាំងដែលបងចាន់នេះគាត់អត់ចូលចិត្តគាត់អត់ស្រឡាញ់ទេណាអាចចម្លើយមួយហ្នឹងចាំខ្ញុំឆ្លើយនៅចុងវីដេអូបងចាន់នេះគាត់ក៏ឃើញថាម្នាក់ប្រុសហ្នឹងមករកគាត់ដល់ផ្ទះហើយម្នាក់ប្រុសហ្នឹងក៏បានហុចស្រោមទូរស័ព្ទឲ្យគាត់បន្ទាប់មកទៀតហ្នឹងម្នាក់ប្រុសហ្នឹងចង់ចូលទៅក្នុងផ្ទះរបស់បងចាន់នេះតែបងចាន់នេះគាត់ថា no អត់ឲ្យចូលទេដោយសារតែមនុស្សទើបតែស្គាល់គ្នាថ្មីអាណាទៅឲ្យចូលទេមែនទេគាត់អត់ឲ្យចូលទេបន្ទាប់មកទៀតគាត់ក៏លេងឆាតជាមួយនឹងម្នាក់ប្រុសហ្នឹងបន្តទៀតម្នាក់ប្រុសហ្នឹងគឺយកចិត្តទុកដាក់ជាមួយនឹងបងចាន់នេះខ្លាំងមែនទេអាចនិយាយថាបងចាន់នេះគឺជាព្រះនាងសម្រាប់គាត់គ្រប់ពេលដែលគាត់ឆាតមកបងចាន់នេះគាត់តបអញ្ចឹងណាម្នាក់ប្រុសហ្នឹង reply លឿនចូលមើលលឿនខ្លាំងមែនទេនិយាយទៅពាក្យសម្ដីរបស់បងចាន់នេះគ្រប់ពាក្យគ្រប់ម៉ាត់ទាំងអស់គឺមានន័យណាស់សម្រាប់គាត់បន្ទាប់មកទៀតបងចាន់នេះគាត់ក៏រៀងស្និទ្ធស្នាលជាមួយនឹងម្នាក់ប្រុសហ្នឹងហើយម្នាក់ប្រុសហ្នឹងគឺពូកែយកចិត្តខ្លាំងមែនទេបងចាន់នេះគាត់ចង់ហូបអីម្នាក់ប្រុសហ្នឹងទៅរកឲ្យតល់តែបានចង់ហូបឃ្មុំម្នាក់ប្រុសហ្នឹងចុះទៅតាមខេត្តទៅរកទិញឲ្យចង់ហូបអីគឺបាននឹងភ្លាមតែម្ដងបន្ទាប់មកទៀតគេក៏បានបិទអត់ឲ្យមនុស្សចេញពីផ្ទះហើយដោយសារតែពេលហ្នឹងគឺកូវីដណាវាកាន់តែធ្ងន់ធ្ងរអញ្ចឹងហើយគេអត់ឲ្យចេញពីផ្ទះទេពេលហ្នឹងគឺ lockdown ហើយអត់ឲ្យចេញពីផ្ទះម្នាក់ប្រុសនោះគាត់គឺជាទាហានម្នាក់ប្រុសហ្នឹងណាគាត់គឺជាទាហានអញ្ចឹងហើយគឺគាត់ប្រើកាតទាហានហ្នឹងទិញរបស់របរដែលបងចាន់នេះចង់ហូបយកមកផ្ញើគាត់ដល់ផ្ទះនោះហើយគឺធ្វើឲ្យបងចាន់នេះលងម្នាក់ប្រុសនោះដោយសារតែទង្វើល្អរបស់គាត់មិនត្រឹមតែប៉ុណ្ណោះទេម្នាក់ប្រុសហ្នឹងគាត់ជាមនុស្សដែលតស៊ូខ្លាំងណាស់បងចាន់នេះគាត់បានដឹងប្រវត្តិជីវិតរបស់ម្នាក់ប្រុសនោះទៀតថាកាប់ពិតទៅម្នាក់ប្រុសហ្នឹងគឺមិនបានរស់នៅជាមួយនឹងឪពុកម្ដាយបង្កើតរបស់គាត់ទេគឺគាត់រស់នៅជាមួយនឹងអ៊ំរបស់គាត់មូលហេតុនេះក៏ដោយសារតែឪពុកម្ដាយរបស់បងប្រុសហ្នឹងគាត់មានឋានៈក្រនៅពេលដែលគាត់មានឋានៈក្រកូនគាត់ក៏ច្រើនអញ្ចឹងហើយគឺគាត់អត់មានលទ្ធភាពផ្គប់ផ្គង់ក៏ដូចជាមានសម្លៀកបំពាក់ឬក៏ចំណីអាហារឲ្យកូនរបស់គាត់ដល់នោះទេដូច្នោះហើយអ៊ំប្រុសម្នាក់ហ្នឹងក៏បានយកបងប្រុសម្នាក់ហ្នឹងយកមកចិញ្ចឹមហើយអ៊ំប្រុសម្នាក់ហ្នឹងត្រូវជាបងប្រុសបង្កើតរបស់ម្ដាយគាត់អ៊ំប្រុសម្នាក់ហ្នឹងការពិតទៅគឺគាត់មានប្រពន្ធហើយក៏ប៉ុន្តែនៅក្នុងអំឡុងពេលឆ្នាំនោះគាត់អត់ទាន់មានកូនបងប្រុសម្នាក់ហ្នឹងក៏បានមកនៅជាមួយនឹងអ៊ំប្រុសហ្នឹងឯងហើយជាមួយនឹងប្រពន្ធរបស់គាត់ហ្នឹងប្រពន្ធរបស់អ៊ំប្រុសណាពីរនាក់ហ្នឹងគឺគាត់ស្រឡាញ់បងប្រុសនឹងខ្លាំងណាស់គាត់ស្រឡាញ់ខ្លាំងស្រឡាញ់ដូចកូនអញ្ចឹងស្រឡាញ់ដូចកូនបង្កើតអញ្ចឹង
យកចិត្តទុកដាក់ធ្វើបន្ទប់ធ្វើអីនៅក៏ប៉ុន្តែអ៊ំរបស់គាត់ចាប់ផ្ដើមមានកូននៅពេលដែលមានកូនប្រកាសហើយក្តីស្រឡាញ់ទាំងអស់ហ្នឹងគឺវាបានបាត់បង់ទៅដោយសារតែគេមានកូនណាអញ្ចឹងទៅគឺគេស្រឡាញ់កូនគេហើយគ្មានអ្នកណាគេអត់ស្រឡាញ់កូនទេអញ្ចឹងទៅក្តីស្រឡាញ់ទាំងអស់ហ្នឹងគឺត្រូវផ្លាស់ប្ដូរហើយទៅរកកូនគេវិញចំណែកឯបងប្រុសម្នាក់ហ្នឹងគេចាប់ទុកដូចជាអ្នកបំរើហើយគេលែងសូវខ្វាយខ្វល់ហើយបងប្រុសម្នាក់ហ្នឹងធ្លាប់តែនៅបន្ទប់ល្អមានម៉ាស៊ីនត្រជាក់បែរជាទៅនៅលើដំបូលផ្ទះគេវិញនៅលើដំបូលហ្នឹងគឺគេធ្វើជាបន្ទប់ស័ង្កសីនឹងឯងបន្ទប់តូចៗមួយឲ្យគាត់រស់នៅលើនោះតែបងប្រុសម្នាក់ហ្នឹងគាត់អត់បានអន់ចិត្តឬក៏តូចចិត្តតូចអីទេនឹងឯងប្រើជីវិតរបស់គាត់តាមធម្មតាអញ្ចឹងទៅបងប្រុសម្នាក់ហ្នឹងគឺគាត់ក៏ផ្គង់ខ្លួនឯងគាត់រៀនផងគាត់ធ្វើការផងនឹងឯងរៀនផងធ្វើការផងរហូតដល់គាត់នឹងបានចូលធ្វើជាទាហានមានប្រាក់ខែហូបមានប្រាក់ខែចិញ្ចឹមខ្លួនឯងបងប្រុសម្នាក់ហ្នឹងគឺគាត់ស៊ូជីវិតខ្លាំងណាស់បន្ទាប់ពីគាត់បានដឹងរឿងរ៉ាវជីវិតរបស់បងប្រុសម្នាក់ហ្នឹងបងចាន់នេះគឺគាត់កាន់តែអាណិតកាន់តែស្រឡាញ់កាន់តែខ្លាំងបន្ទាប់មកទៀតម្នាក់ប្រុសនោះក៏បានស៊ូនឹងឯងគិតអនាគតគិតថាចង់ការជាមួយនឹងបងចាន់នេះគាត់ក៏អត់ជំទាស់អីដែរដោយសារតែគាត់ស្រឡាញ់គាត់អាណិតណាអញ្ចឹងទៅគាត់ក៏បានប្រាប់ដំណឹងមួយហ្នឹងទៅកាន់ឪពុកម្ដាយរបស់គាត់ឪពុកម្ដាយរបស់គាត់ក៏មិនបានខាត់មិនបានហាមអីទេយកស្របតាមកូនដោយសារតែពួកគាត់បានស្រឡាញ់គ្នាហើយម្យ៉ាងមួយទៀតពួកគាត់ធំអស់ហើយអញ្ចឹងទៅក៏បណ្ដោយបន្ទាប់មកបងចាន់នេះហើយជាមួយនឹងម្នាក់ប្រុសនោះក៏នាំគ្នាចូលវត្តទៅរកលោកដើម្បីឲ្យលោកទស្សទាយថ្ងៃខែការលោកតាក៏មានសង្កេតការថាការខែ6ក៏បានខែ11ក៏បានដោយសារតែពេលនោះគឺមានកូវីដណាអញ្ចឹងហើយពួកគាត់ក៏នាំគ្នាពាក់ម៉ាស់ចូលវត្តលោកតាក៏មានសង្កេតការថាការខែ6ក៏បានខែ11ក៏បានបងចានីគាត់ក៏បានជ្រើសរើសខែ6គាត់ថាខែ6ក៏ល្អដែរអញ្ចឹងការខែ6បន្ទាប់មកទៀតបងចានីគាត់ក៏បានយករឿងរ៉ាវទាំងអស់ហ្នឹងទៅប្រាប់ម្ដាយឪពុករបស់គាត់ម្ដាយរបស់គាត់ហ្នឹងក៏យកស្របតាមនឹងដែរអូខេធ្វើវិធីមង្គលការខែ6ហ្នឹងរហូតឈានចូលមកដល់ខែ5កាន់តែគៀកអីនៅពេលនោះអ៊ំរបស់បងប្រុសម្នាក់នោះដែលត្រូវជាអ៊ំស្រីរបស់គាត់ហ្នឹងតែងតែផ្ញើនំផ្ញើនេះផ្ញើនោះមកឲ្យបងចាន់នេះជាប្រចាំដោយសារតែអ៊ំស្រីម្នាក់ហ្នឹងគឺគាត់ស្រឡាញ់ណាគាត់ចិញ្ចឹមបងប្រុសម្នាក់ហ្នឹងតាំងពីតូចមកអញ្ចឹងហើយគឺគាត់ស្រឡាញ់នឹងឯងក្មួយរបស់គាត់បងចាន់នេះគាត់គិតបែបហ្នឹងគាត់ក៏យកម្ហូបអីចឹងទៅទាំងនំទាំងចំណីម្ហូបអាហារដែលអ៊ំស្រីម្នាក់ហ្នឹងធ្វើឲ្យគាត់ហូបធ្វើផ្ញើមកឲ្យគាត់ណារហូតដល់មានថ្ងៃមួយពេលនោះអ៊ំស្រីគាត់ក៏បានធ្វើគីមឈីផ្ញើមកឲ្យបងចាន់នេះក៏ប៉ុន្តែបងចាន់នេះគាត់អត់ចេះហូបទេអាគីមឈីហ្នឹងណាគាត់អត់ចេះហូបអញ្ចឹងហើយគាត់ក៏យកគីមឈីហ្នឹងផ្ញើទៅឲ្យម្ដាយរបស់គាត់នៅឯខេត្តផ្ញើគីមឈីហ្នឹងឲ្យម្ដាយរបស់គាត់ហូបនៅឯខេត្តគាត់អត់ចង់បោះចោលទេដោយសារតែគាត់ស្ដាយរបស់អ៊ំគាត់ខំធ្វើឲ្យណាអញ្ចឹងទៅគាត់អត់ចង់ចោលទេផ្ញើយកឲ្យម្ដាយរបស់គាត់នៅតាមខេត្តបែបហ្នឹងជាប្រចាំគ្រប់ពេលដែលអ៊ំស្រីម្នាក់ហ្នឹងធ្វើគីមឈីផ្ញើឲ្យគាត់ក៏តែងតែយកអារបស់ហ្នឹងផ្ញើឲ្យម្ដាយរបស់គាត់នៅតាមខេត្តតទៅទៀតម្ដាយរបស់បងចាន់នេះគាត់ក៏បានហូបរបស់ដែលកូនគាត់ហ្នឹងផ្ញើមកឲ្យគាត់ចឹងទៅបន្ទាប់មកកាន់តែគៀកអីម្ដាយរបស់បងចាន់នេះហ្នឹងក៏ចាប់ផ្ដើមមានអាការៈប្លែកកាន់តែគៀកមង្គលការរបស់កូនហ្នឹងម្ដាយរបស់បងចាន់នេះមានអាការៈប្លែកគាត់អត់តន់បានទៅប្រាប់តាចារឬក៏អាចារ្យអីទេហ្នឹងឯងដូចជាអាចារ្យដែលគេមករៀបចំវិធីមង្គលការណាអត់តន់បានទៅប្រាប់គេទេ
គាត់ថាគ្រប់ពេលដែលគាត់ចង់ចេញពីផ្ទះគឺតែងតែមានអាការៈប្លែកៗគាត់ក្តៅខ្លួនគាត់វិលមុខឬក៏មានអាការៈផ្សេងៗចឹងទៅធ្វើឲ្យគាត់នឹងមិនស្រួលខ្លួនទេគាត់ក៏អត់បានទៅគ្រប់ពេលដែលគាត់ថាចង់ចេញទៅតែងតែមានរឿងចម្លែកកើតឡើងជាមួយនឹងគាត់ដូច្នេះហើយពជាពេលរហូតដល់វាគៀកខ្លាំងមែនទែនបានម្ដាយរបស់គាត់នឹងធ្វើដំណើរទៅរកតាចាប្រាប់ឲ្យគាត់បានដឹងអញ្ចឹងណាថាការថ្ងៃនេះចឹងទៅហៅគាត់មករៀបចំវិធីមង្គលការរហូតដល់ថ្ងៃការរបស់បងចានីចិត្តឈានចូលមកដល់ម្ដាយរបស់បងចានីនឹងក៏ចាប់ផ្ដើមរៀបចំបន្លែផ្លែឈើក៏ដូចជារបស់ដែលគាត់រៀបចំបានអញ្ចឹងណាគាត់ក៏ជួយរៀបចំពេលនោះម្ដាយរបស់គាត់នឹងក៏បានយកក្រមួនឃ្មុំយកមកធ្វើជាទៀនប្រវល់7ខ្ញុំអត់ដឹងថាខ្ញុំអធិប្បាយត្រូវឬក៏ខុសនោះទេបើសិនជាខ្ញុំអធិប្បាយខុសក៏សូមអធិស្ឋានផងហ្នឹងហើយម្ដាយរបស់គាត់នឹងគឺបានយកក្រមួនឃ្មុំមកធ្វើជាទៀនប្រវល់7នៅថ្ងៃការក៏ប៉ុន្តែមិនដឹងថាធ្វើយ៉ាងណាទេទឹកទៀនហ្នឹងខ្ចាយមកលើជើងរបស់គាត់ទឹកទៀនក្តៅហ្នឹងពុកម៉ែបងប្អូនទាំងអស់គ្នាខ្ចាយមកលើជើងម្ដាយរបស់បងចានីវាមានរឿងចម្លែកកើតឡើងជាមួយនឹងគាត់រហូតថ្ងៃការឈានចូលមកដល់សាច់ញាតិទាំងសងខាងហ្នឹងក៏នាំគ្នាមកជួបជុំគ្នាហើយទាំងខាងប្រុសទាំងខាងស្រីនៅពេលនោះបងចានីគាត់ក៏បានជួបជាមួយនឹងអ៊ំស្រីម្នាក់នោះគាត់ថាអ៊ំស្រីម្នាក់ហ្នឹងគឺចិត្តល្អខ្លាំងណាស់ញញឹមញញែមលេងសើចជាមួយនឹងគាត់ហើយចិត្តល្អតែងតែធ្វើនេះធ្វើនោះឲ្យគាត់ហូបជាប្រចាំអីចឹងទៅបងចានីគាត់ឃើញអញ្ចឹងគាត់ក៏ចូលទៅសួរសុខទុក្ខចូលទៅនិយាយលេងជាមួយនឹងអ៊ំស្រីម្នាក់ហ្នឹងបន្ទាប់មកទៀតអ៊ំស្រីម្នាក់ហ្នឹងក៏បាននិយាយឡើងថាដើមស្វាយដែលគាត់ដាំណាអ្នកណាក៏បេះស៊ីមិនបានដែរនៅពេលនោះបងចានីគាត់ក៏ឆ្ងល់ដែរគាត់ថាអាពាក្យហ្នឹងវាមានន័យថាម៉េចចឹងហេតុអីបាននិយាយលេងសុកបានជាអ៊ំស្រីរបស់គាត់និយាយបែបហ្នឹងហេតុអីគាត់ក៏ឆ្ងល់ណាពេលនោះក៏ប៉ុន្តែមិនបានចាប់អារម្មណ៍អីទេប្រហែលជាគាត់និយាយលេងអីចឹងទៅពុកម៉ែបងប្អូនទាំងអស់គ្នាប្រហែលជាឆ្ងល់ដែរពាក្យហ្នឹងមានន័យថាម៉េចចាំខ្ញុំប្រាប់នៅចុងវីដេអូបន្ទាប់មកទៀតអ៊ំស្រីម្នាក់ហ្នឹងគឺគាត់និយាយដើមឪពុកម្ដាយក្មេករបស់បងចានីគាត់និយាយថាឪពុកម្ដាយក្មេករបស់គាត់នឹងគឺជាមនុស្សក្រជាមនុស្សឈួតផ្សេងអញ្ចឹងទៅក៏ប៉ុន្តែបងចានីគឺគាត់អត់បាននិយាយមើងងាយមើលថោកអីទេហ្នឹងហើយគាត់ក្រក៏ក្រទៅក៏ប៉ុន្តែប្តីរបស់គាត់ជាមនុស្សល្អអញ្ចឹងទៅគឺគ្រប់គ្រាន់ហើយសម្រាប់គាត់ហើយគាត់ក៏មិនចង់និយាយថាឲ្យអ៊ំថ្លៃនឹងដែរដោយសារតែអ៊ំម្នាក់ហ្នឹងគាត់ក៏ជាមនុស្សល្អដែរតែងតែធ្វើនេះធ្វើនោះផ្ញើឲ្យបងចានីហូបអីចឹងណាអញ្ចឹងទៅគាត់ក៏ជាមនុស្សល្អដែរគាត់ក៏មិនចង់និយាយវែងឆ្ងាយខ្លាចវាខុសចិត្តគ្នាអញ្ចឹងទៅក៏មិនចង់និយាយអីទេបដ ாய் ឲ្យពុះទៅវិធីមង្គលការក៏បានចប់រួចរាល់ទៅពួកគាត់ក៏បានប្រើជីវិតនៅជាមួយគ្នានៅពេលនោះសាច់ញាតិបងប្អូននឹងក៏នាំគ្នាត្រឡប់ទៅផ្ទះរៀងខ្លួនហើយចំណែកឯបងចានីនិងប្តីរបស់គាត់មិនទាន់បានឡើងទៅភ្នំពេញវិញទេគឺគាត់នៅខេត្តជាមួយនឹងឪពុកម្ដាយរបស់គាត់សិនគាត់ថានៅក្នុងយប់នោះគឺជាយប់ដែលពួកគាត់ផ្សំដំណេកហើយក៏ប៉ុន្តែគាត់អត់បាននៅជាមួយគ្នាទេដោយសារតែអ៊ំស្រីរបស់បងប្រុសនឹងគឺខលមករំខានគាត់គឺខលមកអ្នកនរគ្នាខលមកដូចថាមិនអោយគាត់បានដេកបានពួនណាបន្តិចខលបិទមួយសន្ទុះខលមកទៀតដែររហូតដល់បងចានីគាត់ក៏សួរថាកើតអីគេមែនមានរឿងអីនិយាយមែនខលមកច្រើនដងមែនប្តីរបស់បងចានីក៏ថាអូអត់មានអីទេអូនឯងគេងមុនអត់មានអីទេនៅពេលនោះពេលវេលាក៏បានកន្លងផុតទៅប្រហែលជាមួយអាទិត្យបងចានីហើយជាមួយនឹងប្តីរបស់គាត់នឹងក៏នាំគ្នាត្រឡប់មកភ្នំពេញវិញដើម្បីមកបើកតូបមកធ្វើការរបស់គាត់ណាក៏ប៉ុន្តែសំណាងអាក្រក់ខ្លាំងមែនតើប្តីរបស់គាត់នឹងឆ្លងកូវីដប្តីរបស់បងចានីនឹងគឺឆ្លងកូវីដនៅក្នុងអន្លងពេលឆ្នាំនោះគឺវ៉ាក់សាំងក៏ដូចជាថ្នាំព្យាបាលវាអត់ទាន់មានដិតដល់ទេ
ដូច្នេះហើយភាគរយដែលប្តីរបស់គាត់ត្រឡប់មកជាវិញអាចនិយាយថារស់ហ្នឹងណាអត់មានទេបងចានីគឺគាត់បាក់ទឹកចិត្តហើយគាត់ថាប្តីរបស់គាត់មើលទៅដូចមិនមានជីវិតរស់មកវិញទេបន្ទាប់មកទៀតនឹងប្តីរបស់គាត់ក៏បានគេចាប់ខ្លួនទៅឃុំឃាំងទៅព្យាបាលណាក៏ប៉ុន្តែដឹងស្រាប់ហើយព្យាបាលវាអត់មានថ្នាំដិតដល់ទេមានអ្នកខ្លះចូលទៅនឹងវាឆ្លងប្រកាច់ស្លាប់នៅក្នុងនោះទៅហើយបងចានីគាត់ក៏គិតថាប្តីរបស់គាត់អត់ខុសអ្វីពីអ្នកទាំងអស់នោះទេប្រហែលជាគាត់ត្រូវបាត់បង់ជីវិតដែរក៏ប៉ុន្តែអ្វីដែលគាត់គិតហ្នឹងវាអត់ដូចការពិតទេប្តីរបស់គាត់ហ្នឹងជាបន្ទាប់ពីគាត់បានឆ្លងកូវីដប្រហែលជាមួយអាទិត្យក្នុងមួយអាទិត្យហ្នឹងគឺប្តីរបស់គាត់បាក់ទឹកចិត្តខ្លាំងគាត់យំគាត់ខលទៅរកបងចានីហើយគាត់ប្រាប់ថាគាត់ចង់ស្លាប់ក៏ប៉ុន្តែអត់បានស្លាប់ទេគឺគាត់ជាពីជំងឺកូវីដហ្នឹងទៅនៅពេលដែលគាត់ជាពីជំងឺកូវីដហ្នឹងគឺគាត់សប្បាយចិត្តបងចានីគាត់ក៏សប្បាយចិត្តដែរតែឃើញប្តីរបស់គាត់ហ្នឹងជាពីជំងឺកូវីដបន្ទាប់មកទៀតប្តីរបស់គាត់ហ្នឹងក៏បានត្រឡប់ទៅរកបងចានីនៅឯផ្ទះរបស់គាត់វិញហ្នឹងហើយផ្ទះនៅភ្នំពេញហ្នឹងណាគាត់ក៏បានទៅនៅជាមួយគ្នានៅពេលដែលគាត់ទៅនៅជាមួយគ្នានៅក្នុងថ្ងៃនោះអ៊ំរបស់បងប្រុសហ្នឹងក៏បានខលទៅរកគាត់ខលទៅសួរសុខទុក្ខអីចឹងទៅដូចថាគាត់នឹកក្មួយគាត់អីចឹងណាបងចានីគាត់ក៏មិនបានចាប់អារម្មណ៍អីទេដោយសារតែអ៊ំស្រីម្នាក់ហ្នឹងគាត់ជាអ្នកចិញ្ចឹមបីបាច់ប្តីរបស់គាត់តាំងពីតូចមកអញ្ចឹងហើយនឹងឯងគាត់បារម្ភគាត់នឹកជារឿងធម្មតាទេគាត់ក៏ឲ្យនិយាយជាមួយនឹងប្តីរបស់គាត់ហ្នឹងទៅរហូតដល់ប្តីរបស់គាត់ហ្នឹងក៏បានទៅលេងផ្ទះអ៊ំស្រីម្នាក់ហ្នឹងដោយគាត់ទៅហ្នឹងគាត់ទៅតែម្នាក់ឯងទេអត់បានឲ្យបងចានីទៅដែរបន្ទាប់មកទៀតត្រឡប់មកវិញប្តីរបស់គាត់ហ្នឹងក៏ចាប់ផ្ដើមមានអាការៈប្លែកៗហើយអាការៈប្លែកៗហ្នឹងគឺប្តីរបស់គាត់ពីមុនជាមនុស្សដែលយកចិត្តទុកដាក់ជាមួយនឹងគាត់អត់ដែលចេះគំរូគំរើយឬក៏ប្រើពាក្យសម្ដីធ្ងន់ធ្ងរទៅរកគាត់ឬក៏ទៅកាន់គាត់ទេក៏ប៉ុន្តែនៅពេលនេះប្តីរបស់គាត់គឺខុសមុនឆ្ងាយចូលចិត្តប្រើអារម្មណ៍ក៏ដូចជានិយាយស្ដីទៅកាន់គាត់នឹងអាក្រក់ចិត្តក្តៅឆាវឆាវមួម៉ៅដាក់គាត់បងចានីគាត់ក៏គិតថាអូប្រហែលជាប្តីរបស់គាត់នឹងធ្វើការហើយបន្ទាប់ពីគាត់ជាពីកូវីដហ្នឹងប្រហែលជាអារម្មណ៍របស់គាត់អត់ដូចមុនទេតែមិនអីទេចាំគាត់ជាប្រហែលជាគាត់ត្រឡប់មកដូចដើមហ្នឹងមើលទៅដោយគាត់គិតថាបែបហ្នឹងណាបន្ទាប់មកទៀតប្តីរបស់គាត់ហ្នឹងក៏ហាត់ប្រាណផងធ្វើការផងអញ្ចឹងទៅរហូតដល់សុខភាពរបស់គាត់ហ្នឹងក៏ត្រឡប់មកដូចដើមក៏ប៉ុន្តែចរិតរបស់គាត់ហ្នឹងអត់ដូចដើមទៀតទេគាត់កាន់តែឆាវឆាវឡើងព្រោះពេលដែលនៅជាមួយនឹងបងចានីហ្នឹងគឺឆ្លោះគ្នាជាប្រចាំអត់ដេកជាមួយគ្នាទេឆ្លោះគ្នាអញ្ចឹងណាគេមកទប់ផ្សេងគ្នាអីចឹងទៅរហូតដល់មានថ្ងៃមួយប្តីរបស់គាត់ហ្នឹងក៏ចេះកុហកត្រង់ថាគាត់ថាគាត់ទៅធ្វើការក៏ប៉ុន្តែអត់ទៅធ្វើការទេគាត់បែរជាទៅនៅផ្ទះអ៊ំរបស់គាត់បន្ទាប់ពីបងចានីគាត់បានដឹងការពិតបែបហ្នឹងគាត់ក៏មិនចង់សួរដេញដោលអីច្រើនទេដោយសារតែគាត់មិនចង់ឆ្លោះបន្ទាប់មកទៀតប្តីរបស់គាត់ហ្នឹងខណៈពេលដែលគាត់កំពុងតែនៅផ្ទះរបស់អ៊ំស្រីម្នាក់ហ្នឹងណាក៏បានខលមករកបងចានីខលមកហ្នឹងគឺចង់ឲ្យបងចានីហ្នឹងផ្ញើលុយឲ្យគាត់ថាគាត់សុំខ្ចីលុយបងចានី$5,000សិនខ្ញុំអត់ប្រកាសចិត្តថា$5,000ឬក៏ប៉ុន្មាន$1,000ទេអត់ទៅប្រកាសចិត្តដែរហ្នឹងហើយតែបងចានីគាត់ថាគាត់អត់ឲ្យទេហើយសួរថាយកលុយនឹងទៅធ្វើអ្វីបងប្រុសម្នាក់នោះគាត់ក៏បាននិយាយប្រាប់ថាគាត់ចង់បានឡានគាត់ទិញឡានហ្នឹងគឺជាឡានរបស់កូនស្រីអ៊ំស្រីម្នាក់នោះឯងក៏ប៉ុន្តែពេលនោះបងចានីគាត់ថាគាត់អត់មានលុយទេគាត់អត់មានលុយអញ្ចឹងហើយទើបធ្វើឲ្យបងប្រុសម្នាក់ហ្នឹងគាត់មិនសូវពេញចិត្តដែរណាគាត់ក៏និយាយកំហុសគំរោះគំរើយដាក់បងចានីហើយក៏បានបិទទូរស័ព្ទទៅមិនបានប្រហែលថ្ងៃទេប្តីរបស់គាត់ហ្នឹងក៏បានវិច្ចបំវិច្ចយកអាយយកអីហ្នឹងមកនៅជាមួយនឹងបងចានីវិញបងចានីគាត់ក៏ប្តីប្រពន្ធណាវាតែឆ្លោះគ្នាតិចតួចអីចឹងឯងជារឿងធម្មតា
có vấn tay ở với đã thòm đá nâng cứ ở đây là bảo quát khó play bị muốn ngày nè ở đây là bảo quát nâng cứ scốm một là bảo quát slot nên không ai rù để nhảy trụ tham rằng hơi để bà quát ở bàn này group đã đây cho mỗi quát ba quát nâng cứ tài đã cắt đài đôi rồi sao phải sol được không luôn ọt sọc mình đó nghe ở đây là bảo quát đó là cứ mình là càng rạc mẹp nâng hãy chia bị xe môn ngày sau dục môn ngày sau nó cứ ở đây là bảo quát mình là càng rạc chùm like play và cạch và cần với nhân mà đừng thật cái ấy rồi hốt đó bông chẳng ní con cỡ ban và phía xa mà đài là bảo quát còn cỡ ban này dày práp á đối xa tại ở đây là bảo quát nó cứ chụp kênh cho mỗi quát đây kênh xanh kia từ kênh càng cài bẩn tục quát mình mà đâu bên lúc đây là bảo bông chẳng ní còn cỡ ban xua từ can côn và xa là bảo quát thang còn ai ca để cái mến còn chlu kia được có mấy ban kênh xanh kia chẳng bông pro mà đã nuôi có ban thì dày thá ở ban chlu kia ấy thế mà đối xa tại kênh này không bật tục nâng nhôm về số AP hay cả đó tại hai mọi sơ tranh chẳng tới nhưng có một kênh càng cài bóng chăn ní có tha ca này dây sẽ đây rồi bo đây còn nâng này dây từ căn này được tây này dây từ căn nẹp xây nó cứ lo này dây lo rẻ tạo rung tum thòm ra có phần tay cho mùi đừng quạt á cứ khó khăn được mây hay đừng đây chẳng bên top mô bóng chăn ní còn có khơi tha cả rạp ở đây là bỏ quạt nâng cứ ọt ban lo pro xa ấy bóng chăn ní còn có sầm rạch chật tha vô đường ra từ ngõ nâng tập bật lục ư đây là ruột ngày khai ngày ca hay quạt là ngày lúc ấy quạt có miên xong để ca tha ở đây là bỏ nhộm ánh cứ trừ ông pơ bảo kê hay trừ snipe bảo kê hay nếu bê nú bong chẳng nên nó còn có chia diêm chui ở đây là bảo quạt nên ngày chui ở đây bảo quạt đó nè chia diêm pro vị thị đỏ có vấn tay đo hiện nay có đỏ cái đây đỏ tránh rồi đó quạt bàn chu cho môi nâng ông pro là bảo quạt ông pro là bỏ bong say chẳng ni là ngày giống ọt và cắt thay chữ ông và cái đôi coi chữ ông ở với nữa thế dùng plek đáy đó quát các bạn này dày hai ca thì có năng từ prap ông rồi bảo quát nó cứ chia cru tê đây đôi chân này hai quát có đánh trường lên mới đó các bạn đang thắp ở đây là bảo bong chẳng ni nứng quát rơi ông pơ bảo kê quát rơi snipe bảo kê hai ở với để căn để hút chất từ tiếng nó cứ bong chẳng ni các bạn đang thay nè để đã snipe nó cứ chia ông sray mà nè đâu ai vì chứ ông sray đây chỉ chăm bong pro mà nè nó tăng bị tôi từng ngày chỉ nè đã snipe bên nó cứ quát bàn vô này vậy này để thay đám xoáy để quát đám cứ không biết để ai cái bảo bài xì bà này quát bàn vô ở tận đấy mùi biển nữa mùi clean nữa tiếp theo ai bong chăn đi nó quát plư này hãy ở với để căn để plư trên nó tiếng nó cười bắt đây là bảo quát nữa mình men chụp được lo ấy quát chiều bên chỉ cam rồi bảo quát đây để quát bàn chụp đường dàiแบบหนึ่งở đây là bảo quát đó nhé cười lui lẹ miên sợ hãi cho môi nắng bật bồn kề ôi tay sray nè để quát bên chất để quát sợ lạnh cứ quát đã này mà nè pro để trêu chụp ở đây là bảo bong chân đi nứng quát che muốn ở cung che này đây đôi chân hai quát còn đã này đã vô bật bồn kề rồi hốt đó là bồn bảo kê nó đằng luôn thà trơ snáy nữa có chập đám vô chim rồi đời nữa nè mà đã áo mà nè pro nữa làm bấy sọn sắc đó nè đã từ vinh từ màu hai mình men trong tay mà nè pro nữa cứ trao nè mình tên đại cái đã chim rồi đời ở hộp rồi hốt đó mà nè pro nó còn lê lờ đỏ tránh ai như vậy thay chiều quên chỉ cam rồi bỏ quát cả thang bàn này đây quát thưa đã kế nè thưa đã sấy thưa đã ở và bồn bỏ kê rồi đó quát bàn từ tuôn quên từ tuôn cam từng ngọn nữa hai ông sấy mà nè nứng có đạm pơ quát nên này đã snai quát chưa ông pơ rồi bỏ cham thì phục mày bông phổ nữa này mình men ông pơ thom ở đáy cứ chưa ông pơ rồi bỏ cham hãy đừng sắp với ông pơ bỏ cham cứ dập cay khăn mình tên đã snai bong nâng phong đã chiêm rồi đời phong đi dây tới cứ bong pro mà nâng cứ cam khăn này đôi xa té tông vừa để quạt phở nó bên nút bong chẳng ní còn bạn đăng group giang ở hay hay quát các bạn đăng thiệt tha ở đây là bảo quát nâng cứ chiêm một mình lo
ពេលនោះគាត់ក៏បានដោះលែងទៅហើយក៏បានបែកគ្នាទៅដល់ពេលដែលបែកគ្នាហ្នឹងគាត់ថាគាត់អត់យំអត់សោកអត់ស្ដាយទេបន្ទាប់ពីគាត់បានដឹងការពិតទាំងអស់ហ្នឹងហើយរហូតដល់មានថ្ងៃមួយគាត់បានបែកគ្នាហើយអីហើយណាគាត់អត់យំទេតែនៅសុកគាត់ក៏ទៅងូតទឹកណាដល់ពេលងូតទឹកគាត់ក៏ទៅបានប្រើសាប៊ូដែលប្តីរបស់គាត់ហ្នឹងទិញពេលនោះគាត់ថាយប់ហ្នឹងគឺគាត់នឹកគេខ្លាំងណាស់នឹកប្តីគាត់ខ្លាំងណាស់នឹកម្នាក់ប្រុសហ្នឹងណាគាត់ថាអត់ដឹងតែកើតអីគាត់យំគាត់នឹករហូតដល់គាត់បានទៅឲ្យលោកស្រោចទឹកឲ្យលោកឪក៏បានមានសន្តិការថាញោមឯងឈប់ប្រើរបស់ដែលគេទិញមកយកទៅបោះចោលឲ្យអស់ដោយសារតែរបស់ទាំងអស់ហ្នឹងគេដាក់ស្នេហ៍ញោមឯងតាំងពីដំបូងម្លេះនេះហើយគឺជាចម្លើយគ្រប់យ៉ាងទាំងអស់បងចានីគឺគាត់អត់ចូលចិត្តម្នាក់ប្រុសនឹងតាំងពីដំបូងហើយមែនទេគាត់អត់ចូលចិត្តទេដោយសារតែមុខមាត់របស់គាត់ក៏មិនបានល្អហើយគាត់អត់ចូលចិត្តក៏ប៉ុន្តែនៅសុកបែរជាទៅស្រឡាញ់គេនៅសុកបែរជាឲ្យទីតាំងទៅគេមករកគាត់ហើយនេះហើយគឺជាការចាប់ផ្ដើមរបស់ពួកគាត់ម្នាក់ប្រុសនឹងគឺដាក់ស្នេហ៍គាត់តាំងពីដំបូងដែលជួបបន្ទាប់មកទៀតនឹងក៏ដាក់ស្នេហ៍នៅតាមរបស់ហូបដែលគាត់ចង់ទិញនេះទិញនោះយកមកឲ្យនឹងគឺសិតតែស្នេហ៍ហើយបងចានីគាត់ក៏ដឹងដែរដោយសារតែថ្ងៃដែលឆ្លោះគ្នានឹងម្នាក់ប្រុសនឹងបានវិច្ចបំវិច្ចចេញពីផ្ទះរបស់គាត់ហើយក៏បានផ្លិចសៀវភៅអាគមស្នេហ៍នឹងបងចានីគាត់ក៏បានឃើញថាប្តីរបស់គាត់នឹងចេះដាក់ស្នេហ៍មែនហើយគាត់ក៏បានដឹងការពិតទាំងអស់នឹងទៅបន្ទាប់មកទៀតនឹងគាត់ក៏លែងលះជាមួយនឹងម្នាក់ប្រុសនោះទៅបច្ចុប្បន្ននេះម្នាក់ប្រុសនឹងហើយនឹងអ៊ំស្រីម្នាក់ហ្នឹងគឺនៅមានជីវិតរស់ហើយក៏ប៉ុន្តែប្តីរបស់អ៊ំស្រីម្នាក់ហ្នឹងមិនដឹងថាមានជីវិតរស់ឬក៏ស្លាប់ទេដោយសារតែពេលនោះបងចានីគាត់ដឹងថាអ៊ំស្រីម្នាក់ហ្នឹងបានដាក់អំពើជួលគេធ្វើអំពើប្តីខ្លួនឯងឲ្យស្លាប់ដើម្បីយកក្មួយមកធ្វើជាប្តីជួលគេធ្វើអំពើឲ្យប្តីខ្លួនឯងស្លាប់សាកគិតមើលចិត្តរបស់អ៊ំនឹងខូខើខ្លាំងប៉ុណ្ណាមិនត្រឹមតែប៉ុណ្ណោះទេតកូនតចៅទៀតកូនចៅរបស់អ៊ំស្រីម្នាក់ហ្នឹងចង់បានប្តីអ្នកណាហើយគឺធ្វើអំពើធ្វើស្នេហ៍យកប្តីគេរហូតមកដល់បច្ចុប្បន្ននេះក៏មិនដឹងថាជីវិតរបស់ពួកគាត់នឹងទៅជាយ៉ាងណានោះទេតែអ្វីដែលខ្ញុំដឹងគឺប្រកាសជាទទួលវេនទទួលកម្មគ្រប់គ្នានឹងឯងពុកម៉ែបងប្អូនទាំងអស់គ្នាប្រហែលជាមានចម្ងល់ឆ្ងល់ខ្លះហើយថាហេតុអ្វីបានលោកគាត់ឲ្យបងចានីនឹងរៀបការជាមួយនឹងម្នាក់ប្រុសនឹងដោយសារតែចេះបើសិនជាមើលតាមសាសនាព្រះពុទ្ធណាវេនកម្មរបស់អ្នកណាក៏ដោយអ្នកនោះគឺជាអ្នកទទួលអត់មានអ្នកណាគេអាចហាមឃាត់វេនកម្មនឹងបានទេហើយបងចានីនឹងគឺគាត់ប្រហែលជាគាត់មានវេនមានកម្មជំពាក់ជាមួយនឹងម្នាក់ប្រុសនឹងដូច្នេះហើយលោកតាគាត់ក៏សម្រេចចិត្តត្រូវដែរដែលគាត់បណ្ដោយឲ្យបងចានីនឹងទៅតាមវេនតាមកម្មរបស់គាត់ណាហើយគាត់ក៏បានភ្លឺភ្នែកដោយខ្លួនឯងអញ្ចឹងហើយវេនកម្មគឺគ្មានអ្នកណាគេអាចជួយបានទេមានតែបណ្ដោយវាទៅតាមវេនហើយនឹងតាមកម្មដូច្នេះហើយមនុស្សនៅលើលោកបើសិនជាចង់បានអ្វីវាមិនមែនជារបស់ខ្លួនយើងណាក៏បណ្ដោយវាទៅកុំទៅចង់បានវាដោយសារតែវាមិនមែនជារបស់យើងកុំទៅធ្វើអំពើដាក់គ្នាឬក៏ធ្វើរឿងមិនល្អទៅដាក់គ្នាអីតម្រាំតែមានវេនមានកម្មជាមួយគ្នាទេវាអត់ស្រួលទេដូច្នេះហើយរឿងមួយនេះខ្ញុំក៏ចង់ផ្ដាំផ្ញើក៏ដូចជានឹងឯងផ្ញើបងប្អូនទាំងអស់គ្នាចុច share ឲ្យបានច្រើនដើម្បីទុកជាចំណេះដឹងណាថាវេនកម្មវាមានពិតហើយម្នាក់ប្រុសនឹងខ្ញុំគិតថាវាមានពីរផ្លូវណាសម្រាប់ខ្ញុំគិតសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាមានមតិយ៉ាងណាក៏អាច comment នៅក្រោមវីដេអូនេះបានសម្រាប់ខ្ញុំគិតថាម្នាក់ប្រុសនឹងគឺគាត់មានកម្មដោយសារតែគាត់លួចលាក់ជាមួយនឹងប្រពន្ធអ្នកមានគុណគាត់អ៊ំម្នាក់ប្រុសនឹងគាត់ខំចិញ្ចឹមតាំងពីតូចបែរជាទៅលួចសហាយស្មន់ជាមួយនឹងប្រពន្ធគាត់វិញហើយម្យ៉ាងវិញទៀតនឹងប្រហែលជាគាត់មានកម្មរួមគ្នាជាមួយនឹងប្រពន្ធអ៊ំម្នាក់នឹងទៅពួកគាត់នឹង
នឹងហើយដាក់ស្នែដាក់អីគ្នាវល់ពេញនឹងតែម្ដងនេះហើយជារឿងរ៉ាវអំពើស្នែហើយនឹងកម្មបាទរឿងរ៉ាវទាំងអស់ហ្នឹងវាក៏បានចប់ទៅបន្ទាប់ពីពុកម៉ែបងប្អូនទាំងអស់គ្នាបានស្ដាប់រឿងរ៉ាវទាំងអស់នេះហើយតើមានមតិឬក៏ការគិតយ៉ាងណានោះក៏អាច comment នៅក្រោមវីដេអូនេះបានចាំខ្ញុំបាទ process ចូលទៅតប comment ពុកម៉ែបងប្អូនទាំងអស់គ្នាគ្រប់ comment សម្រាប់រាត្រីនេះក៏សូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាគេសុបិនល្អពីខ្ញុំបាទ process បើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាស្រឡាញ់ចូលចិត្តក៏កុំភ្លេចចុច like subscribe ដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំធ្វើវីដេអូបន្តទៅទៀតផងបើសិនជាមានកំហុសឬក៏ខុសឆ្គងកន្លែងណាមួយនោះក៏សូមអធិស្ឋានអភ័យទោសដល់រូបខ្ញុំផងបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាចូលចិត្តស្ដាប់រឿងបាបបុណ្យកុនទោសនិងរឿងអបិយជំនឿយើងគឺជាក្រុមតែមួយសម្រាប់រាត្រីនេះបាយបាយ good night ជម្រាបលា